ឧទាហរណ៍កម្ពុជានៅពេលដែលមិនត្រូវនឹងអាមេរិកពេលដែលកម្ពុជាបោះប្រឆាំងជាមួយរុស្ស៊ីឬអ៊ុយក្រែនកម្ពុជាអត់មានកន្លែងចិនទេនៅសមុទ្ររៀមគ្រាន់តែអាមេរិកមិនពេញចិត្តភ្លាមកម្ពុជាសង់ផែរៀមទុកឲ្យចិនចុះវៀតណាមប៉ុណ្ណានៃមិនក៏អត់មើលចុះទីហ៊ានរបស់អាមេរិកនៅលើហ្វីលីពីនមិនក៏អត់មើលចុះថៃមានមិនក៏មិនមើលហេតុអីមើលតែកម្ពុជានេះគឺជាផលប្រយោជន៍របស់មហាអំណាចយកប្រទេសតូចតាចជាតាបិយាសម្រាប់កំសាន្តនៃអាវុធរបស់ខ្លួននិងសាកមនោគមរបស់ខ្លួនដូច្នេះអាស៊ានគួរតែដឹងនៅក្នុងរឿងនេះបាទចំណុចអាស៊ានមាន10ប្រទេសនិងឈាន11ប្រទេសប៉ុន្តែអាស៊ានបងធំផ្សេងគ្នាអាស៊ានមានតែនៅក្នុងกระดาษទេអាស៊ានតែមួយជោគវាសនាតែមួយប៉ុន្តែអាស៊ាន10ជោគវាសនាផ្សេងគ្នាអាស៊ានអាមេរិកអាស៊ានចិនអាស៊ានរុស្ស៊ីមានតែប្របីមាត់ទេគ្រាន់តែការគ្រប់គ្រងរបស់អាស៊ានក៏ខុសគ្នាដែរអាស៊ានកុម្មុយនីសអាស៊ានសន្ត្រាលីសកណ្ដាលនិងអាស៊ានខាងគេហៅថាផ្ដាច់ការនិងអាស៊ានប្រជាធិបតេយ្យអ្វីទៅអាស៊ានផ្ដាច់ការព្រួយណែអំណាចនៅលើបុគ្គលម្នាក់អ្វីទៅអាស៊ានកុម្មុយនីសអាស៊ានឡាវអាស៊ានវៀតណាមអ្វីទៅអាស៊ានប្រជាធិបតេយ្យកម្ពុជាថៃហ្វីលីពីនម៉ាឡេស៊ីឥណ្ឌូនេស៊ីគឺជាអាស៊ានដែលប្រជាធិបតេយ្យដែលបោះឆ្នោតឃើញចឹងអាស៊ានគ្មានអ្វីជោគវាសនាតែមួយទេអាស៊ាន10ប្រើភាសាអង់គ្លេសណាមិនក៏ប្រើភាសាឥណ្ឌូនេស៊ីទៅដែលមានប្រជាជន250លាននាក់ដែលនិយាយភាសាឥណ្ឌូនេស៊ីដល់ទៅ4ប្រទេសមានម៉ាឡេស៊ីឥណ្ឌូនេស៊ីព្រុយណៃសិង្ហបុរីភាសាឥណ្ឌូប៉ុន្តែមកអាស៊ានអត់មានបងធំខុសពីអឺរ៉ុបគេមានភាសារួមអីមួយទៅណាគេមានលុយរួមអឺរ៉ូគេមានបងធំអាល្លឺម៉ង់បារាំងអង់គ្លេសប្រេសិតចេញពីអឺរ៉ុបឃើញទេអាស៊ានបងធំទេអត់ទេអ្នកណាក៏ធ្វើបងធំដែរព្រោះមានច្បាប់មួយបានចែងក្នុងរដ្ឋធម្មនុញ្ញរបស់អាស៊ានថាម៉េចបោះឆ្នោតដោយឯកច្ឆន្ទ